បងប្អូនគាត់ចេះអើយ comment ថាម៉ាស៊ីនខ្សោយបងប្អូនមើលវីដេអូទៅវាហោះឡើងអាហ្នឹងវាមិនអត់ឡើងទេវាឡើងហើយស្លេងម៉ាស៊ីនក៏វាអត់មានធ្លាក់ដែរអាហ្នឹងមានន័យថាកម្លាំងម៉ាស៊ីនវាអត់ធ្លាក់ទេវាអើយធ្លាក់មកក្រោមវិញដោយសារតែយើងដំបងយើងបរិញ្ញាយើងបរោះវាអត់ឲ្យឡើងខ្ពស់ឯងខ្លាចធ្លាក់មកមានបញ្ហាច្រើនអញ្ចឹងណាហើយដូចនេះចឹងបរោះមិញនេះឥឡូវបាក់ស្លាបបាត់ស្លាបក្រោយមួយស្លាបធំអត់អីទេគឺថាវាពិបាកអញ្ចឹងតែពេលយើងឡើងគួរទៅមានបញ្ហាគឺវាខូចច្រើនប៉ុន្តែបើយើងឡើងទៀបស្ទង់វាឲ្យនឹងសិនពេលមានបញ្ហាទៅវាអត់អស់ច្រើនមើលនេះមិនបាក់ servo ដង servo ខ្ញុំគាត់ផ្ទុយគ្រួយដាច់អត់ទេនេះដងបជាវាទៅអាគ្រួយនឹងដាច់បាត់ហើយវាខូចទៅប៉ុណ្្នឹងទេហើយវាហោះអត់តន់នឹងយើងស្រេអត់តន់ត្រូវតែវត្តបញ្ហាទេពេលយើងដាក់កតុយយើងដាក់អនិសាថ្មីមកយើងស្រេបន្ថែមវាទៀតទៅវានឹងហើយពេលវានឹងបានយើងអាចហោះគូបានព្រោះថាខ្ញុំអត់ហ៊ានតឡើងឲ្យវាស៊ីខ្យល់ខ្លាំងវាហោះហ្នឹងយើងព្រោះនេះលេកតុំហួយដឹងហើយតើយើងបជាដៃឲ្យវាឡើងបានវាឡើងមិនថាយើងតឡើងម៉ាស៊ីនខ្លាំងទៅឲ្យតែម៉ាស៊ីនខ្លាំងវាឡើងនេះបើយើងតឡើងម៉ាស៊ីនអស់ក៏ដោយតែយើងមិនស្រេចកោដៃឲ្យវាឡើងឲ្យវាហោះឡើងទៅវាអត់ឡើងទេអញ្ចឹងហើយម៉ាស៊ីនយើងស្ដាប់សលេងទៅមានន័យថាវាអត់ធ្លាក់សលេងវាឡើងតែសលេងខ្យល់តែសលេងម៉ាស៊ីនវាអត់ធ្លាក់អានេះមានន័យថាវាកម្លាំងវាពេញអានេះកម្លាំងវានៅណែនណាឲ្យយើងវាស៊ីខ្យល់ឡើងហោះខ្លួនហើយសលេងវាធ្លាក់ទេអាហ្នឹងហើយឡើងនឹងឡសលេងម៉ាស៊ីនណាចុះវាមានបញ្ហាតែយើងសេរីវាអត់តន់ត្រូវវាត្រូវដែរតែវាត្រូវអត់តន់ទប់លំនឹងតួវាបានណាអានេះសម្រាប់ខ្ញុំដៃថ្មីទេបើអ្នកដៃគេចេះលេង helicopter គេមិនបាច់សេរីទៀតទេប៉ុន្តែគេអាចលេងបានហើយគេអាចបជាព្រោះថាដៃគេលះជាងខ្ញុំអញ្ចឹងខ្ញុំអត់ដែរប៉ះ helicopter ទេអញ្ចឹងហើយវាយើងត្រូវតែសេរីអានេះយំឲ្យវាហោះសំខាន់អត់ឲ្យយើងជួយអីទាំងអស់ហ្មងទៅពេលអញ្ចឹងហើយយើងដៃថ្មីវាពិបាកបជាបន្តិចអញ្ចឹងហើយតើយើងសេរីគូក្បាលនេះឲ្យវាស្និទ្ធល្អជាងនឹងបន្តិចទៀតតែនេះ servo ដងវាបាក់អត់អីទេយើងអាចដូរបានហើយចាំមើលយើងតក្រោយទៀតថែមបន្តទៀតចឹងស្រីលើក្រោយទៀតស្លាបបាក់ហើយតែនឹងស្លាបនេះខ្ញុំធ្វើខ្លួនឯងទៀតលើអាចធ្វើបានព្រោះវាតូចដល់ធំតែបាក់ធ្វើបានទេទៅទិញ